ស្ថានភាពដែលអ៊ុយក្រែននេះគាត់បានបញ្ចេញនៅខ្សែវីដេអូមួយដែលនិយាយអំពីសកម្មភាពរបស់កងកម្លាំងរបស់អ៊ុយក្រែនឆ្លងចូលទៅក្នុងទឹកដីរបស់រុស្ស៊ីនៅក្នុងតំបន់បេកូរូតបាទអញ្ចឹងអ្វីដែលជាវីដេអូនៅក្នុងការឆ្លងចូលនោះគឺគេគ្រាន់តែសង្ស័យនៅប្រព័ន្ធការពាររបស់រុស្ស៊ីទេពីព្រោះថាតំបន់ដែលការពារនោះគឺរុស្ស៊ីបានបំពាក់នៅរបាំងដែលមានតម្លៃ$100 លានគ្រាន់តែរបាំងដើម្បីការពារសន្តិសុខការពារពីការវាយចូលរបស់សត្រូវនោះគឺ$100 លានក៏ប៉ុន្តែហេតុអីបានរថក្រោះរបស់អ៊ុយក្រែននេះឆ្លងចូលបានស្រួលម៉េចបាទនេះគឺជាអ្វីមួយដែលនៅក្នុងអត្ថបទមួយនេះនឹងជម្រាបជូនទៅដល់អស់លោកអ្នកតាមដំណើរនៃសាច់រឿងអញ្ចឹងសូមអស់លោកអ្នកមេត្តាតាមដានជាមួយនឹងខ្ញុំបាទវីដេអូអ៊ុយក្រែនបង្ហាញរថក្រោះរបស់ទីក្រុងគីវវិលកាត់របាំងដែលមានតម្លៃ$100 លានរបស់រុស្ស៊ីវិលកាត់មានន័យថាវិលចូលទៅមុខបានតែម្ដងវីដេអូមួយដែលត្រូវបានផ្សាយដោយអ៊ុយក្រែនបង្ហាញអំពីរថក្រោះរបស់យោធារបស់ខ្លួនយ៉ាងស្វិតស្វាញឆ្លងកាត់ពីរ៉ាមីតបេតុងប្រឆាំងនឹងរថក្រោះរបស់រុស្ស៊ីដែលត្រូវបានគេស្គាល់ថាជាថ្មីនេះបាទអញ្ចឹងអាបេតុងដែលគេចាក់រូបរាងជាពីរ៉ាមីតបេតុងរបស់រុស្ស៊ីហ្នឹងដែលគេចាក់វារូបរាងជាពីរ៉ាមីតហ្នឹងអញ្ចឹងគេចាក់វាដើម្បីការពាររថក្រោះកុំឲ្យឆ្លងចូលបានប៉ុន្តែភាសាមួយទៀតគេហៅវាថាជាថ្មីនេះបាទអញ្ចឹងគេចាក់ហ្នឹងណាគេហៅវាថាជាថ្មីនេះអញ្ចឹងអស់លោកអ្នកអាចឃើញនៅក្នុងរូបភាពដែលខ្ញុំបានដាក់ថាថ្មីនេះហ្នឹងយ៉ាងដូចម្ដេចហើយគេប្រើវាដើម្បីការពារអ្វីបាទអញ្ចឹងថ្មីនេះហ្នឹងគឺមានរូបរាងអញ្ចឹងហើយគេប្រើវាដើម្បីទប់ទល់នឹងរថក្រោះនេះតែម្ដងព្រោះកាលណារថក្រោះចូលទៅគឺពុះរថក្រោះឲ្យរថក្រោះនេះអាចផ្ងាជើងបានហ្នឹងចឹងបាទអ្វីដែលគេមានការប៉ាន់ស្មាននៅក្នុងការចំណាយទឹកប្រាក់ប្រហែល$100 លានរបស់ទីក្រុងមូស្គូដើម្បីការពារនេះបាទថ្មីនេះអស់ហ្នឹងឯងខ្សែវីដេអូនេះបង្ហាញអំពីរថក្រោះរបស់យោធាអ៊ុយក្រែនដែលបានបើកកាត់រចនាសម្ព័ន្ធការពារនៅក្នុងតំបន់បេកូរូតរបស់រុស្ស៊ីដែលជាប់នឹងព្រំដែនអ៊ុយក្រែនហើយត្រូវបានរងនៃការវាយប្រហារជាញឹកញាប់ពេញមួយសង្គ្រាមនេះតំបន់បេកូរូតហ្នឹងគឺជាតំបន់ដែលជាប់ព្រំដែនអ៊ុយក្រែនហើយក៏ជាតំបន់មួយដែលអ៊ុយក្រែនអាសាវាយដាក់តាំងពីសង្គ្រាមបានកើតឡើងការអភិវឌ្ឍនេះបង្ហាញថារបាំងការពារដែលរុស្ស៊ីបានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះគឺគ្មានប្រសិទ្ធភាពនៅក្នុងការពារតំបន់ឆ្លងព្រំដែននោះទេថ្មិញនេះដែលត្រូវបានប្រើប្រាស់តាំងពីដំបូងនៅអំឡុងសង្គ្រាមលោកលើកទី2ត្រូវបានគេធ្វើពីបេតុងរឹងនឹងត្រូវបានប្រើប្រាស់ដើម្បីរារាំងការជ្រៀតចូលនៃរថក្រោះនិងថ្មើរជើងបាទអញ្ចឹងពេលណាដែលគេទាំងរៀបវាច្រើនអញ្ចឹងទៅសូម្បីតែថ្មើរជើងនេះក៏ឆ្លងកាត់អត់លឿនផងហ្នឹងដូចថាវាជួយទប់ស្កាត់នៅល្បឿននៃការឆ្លងចូលរបស់ថ្មើរជើងហើយនឹងរថក្រោះនេះតែម្ដងអញ្ចឹងគេប្រើវាតាំងពីឆ្នាំនៅក្នុងសង្គ្រាមលោកលើកទី2មកម្លេះវីដេអូនេះត្រូវបានគេផ្សាយដោយទាហានអ៊ុយក្រែននៃកងរក្សាធំវាយលុកទី225នៅក្នុងបណ្ដាញ Telegram កាលពីថ្ងៃពុធកងរក្សាធំគាត់បាននិយាយថាយោធារុស្ស៊ីបានដំឡើងរបាំងការពារបន្ទាប់ពីមានការលុកលុយរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនៅជិតនោះបាទអញ្ចឹងរបាំងហ្នឹងគឺត្រូវបានគេពពាក់នៅពេលដែលអ៊ុយក្រែនចូលវាយនៅក្នុងតំបន់ Kursk កាលពីមួយជំនាន់នោះអញ្ចឹងគេត្រូវបំពាក់របាំងការពារនេះនៅក្នុងតំបន់បេកូរូតនេះតែម្ដងការបង្ហោះតាម Telegram គេបាននិយាយថាពួកគេគឺបានពង្រឹងព្រំដែនទាំងអស់ដើម្បីការពារការទម្លាយចូលពីទីកន្លែងផ្សេងៗទៀតដោយបានអះអាងថារុស្ស៊ីបានចំណាយលុយប្រមាណជាង10,000 លានរូបែលទៅលើបន្ទាយទំនើបនិងគួរឲ្យទុកចិត្តបែបដូចនេះបាទអញ្ចឹងចំណាយលុយច្រើនមែនទែនដើម្បីការពារក៏ប៉ុន្តែនៅតែអ៊ុយក្រែនចូលទៅបានកាលពីថ្ងៃច័ន្ទប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គាត់បានបញ្ជាក់ជាផ្លូវការទៅលើដំបូងរបស់ចំនួនដែលថាទាហានរបស់អ៊ុយក្រែនកំពុងប្រតិបត្តិការនៅក្នុងតំបន់បេកូរូតរបស់រុស្ស៊ីបាទអញ្ចឹងថ្ងៃច័ន្ទនេះគឺលោក Zelensky គាត់បានប្រកាសគាត់បានប្រាប់ថាទាហានរបស់គាត់ឥឡូវហ្នឹងកំពុងតែវាយនៅក្នុងតំបន់បេកូរូតហើយទាហានអ៊ុយក្រែនបានប្រតិបត្តិការនៅក្នុងតំបន់នេះអស់ជាយូរមកហើយក៏ប៉ុន្តែអ៊ុយក្រែនមិនបានបញ្ជាក់អំពីវត្តមានរបស់ពួកគេនៅលើទឹកដីរុស្ស៊ីរហូតមកដល់សប្តាហ៍នេះបាទអញ្ចឹងថ្ងៃច័ន្ទគាត់និយាយមកដល់ឥឡូវនេះគឺថ្ងៃសុក្រអញ្ចឹងមានន័យថាគឺគាត់ទើបតែនិយាយ
នៅក្នុងសប្តាហ៍នេះទេប៉ុន្តែការជ្រៀតចូលរបស់ទាហានរបស់អ៊ុយក្រែនហ្នឹងគឺចូលយូរមកហើយគ្រាន់តែអ៊ុយក្រែនអត់មាត់រុស្ស៊ីក៏បិទបាំងអញ្ចឹងធ្វើឲ្យស្ថានភាពនេះត្រូវបានកប់លាក់ដោយស្ថានភាពផ្សេងៗទៀតចឹងទៅមេដឹកនាំអ៊ុយក្រែនគាត់បាននិយាយថាវាគឺជារឿងយុត្តិធម៌ហើយដើម្បីនាំចំនួនត្រឡប់ទៅកាន់កន្លែងដែលវាបានចាប់ផ្ដើមអញ្ចឹងវាចាប់ផ្ដើមពីទឹកដីរុស្ស៊ីមកឥឡូវនេះជារឿងយុត្តិធម៌មួយហើយត្រូវឲ្យចំនួននេះមកទៅរករុស្ស៊ីវិញបាទលោកសេលិនស្គីគាត់បាននិយាយនៅក្នុងសន្ទរកថាវីដេអូពេលយប់ទៅកាន់ប្រជាជាតិថាយើងបន្តប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់ព្រំដែននៅលើទឹកដីរបស់សត្រូវហើយនេះគឺជាយុត្តិធម៌ណាស់បាទអញ្ចឹងអ្វីដែលធ្វើប្រតិបត្តិការនៅលើទឹកដីរុស្ស៊ីគឺជាយុត្តិធម៌ហើយពីព្រោះរុស្ស៊ីវាយដាក់មកអ៊ុយក្រែនមុនហើយរុស្ស៊ីកំពុងតែកាន់កាប់នៅលើទឹកដីអ៊ុយក្រែនយ៉ាងធំល្វឹងល្វើយមុនដែរអញ្ចឹងពេលដែលអ៊ុយក្រែនវាយទៅវិញនេះអត់មានរឿងអីដែលថាត្រូវរំលោភបំពានគេទេបាទនេះគឺជារឿងដែលលោកសាឡិនស្គីគាត់ទាញខ្លួនគាត់ឲ្យត្រូវនេះតែម្ដងសង្គ្រាមត្រូវបានត្រឡប់ទៅកន្លែងដើមរបស់វាហើយលោក Jurgen Nudit ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម X ដែលគ្រប់គ្រងអ៊ុយក្រែនគាត់បានសរសេរថារុស្ស៊ីគឺជាបន្ទាយដ៏រឹងមាំមួយដែលអាចបើកឡានចូលបានថារុស្ស៊ីនឹងមានប្រទេសរឹងមាំក៏ប៉ុន្តែនៅតែអាចបើកឡានចូលបានបន្ទាប់ពីប្រតិបត្តិការអ៊ុយក្រែននៅក្នុងតំបន់ខឺជនជាតិរុស្ស៊ីហាក់បីដូចជាទាញការសន្និដ្ឋានយ៉ាងដូចនោះថាពួកគេបានពង្រឹងព្រំដែនយ៉ាងល្អទាំងអស់ដើម្បីការពារការទម្លាយពីទីកន្លែងផ្សេងទៀតបើរបងឆ្លងកាត់យ៉ាងដូចនេះគេសន្និដ្ឋានបានយ៉ាងថាម៉េចកាលពីអ៊ុយក្រែនវាយចូលតំបន់ខឺជាលើកទី1រុស្ស៊ីត្រូវតែប្រយ័ត្នខ្លួនគាត់ដោយបន្ថែមការការពារឲ្យបានកាន់តែរឹងមាំគ្រប់ទីកន្លែងទាំងអស់ដែលត្រូវកន្លែងណាដែលមានចំនួនជាមួយនឹងអ៊ុយក្រែនហ្នឹងកន្លែងណាដែលជាប់នឹងភូមិផងរបស់អ៊ុយក្រែនហ្នឹងត្រូវតែការពារឲ្យអស់ចុះហេតុអីបានទៅជាបទពិសោធន៍ធ្លាប់ទទួលបានហើយដោយអ៊ុយក្រែនវាយកាន់កាប់នៅលើទឹកដីខឺហ្នឹងអស់រយៈពេល6ខែរហូតមកដល់ពេលនេះគឺអត់ទាន់បានដេញចេញអស់នៅឡើយទេគឺទាហានរបស់អ៊ុយក្រែននៅតែតស៊ូយ៉ាងស្វិតស្វាញនៅលើតំបន់ខឺនៅឡើយវាយអត់ទាន់បែកទេអានេះតាមរបាយការណ៍របស់គេណាលោកណាបើខាងរុស្ស៊ីគាត់និយាយថាអត់ទេឡោមពាត់ចាប់បានអស់ហើយវាយបែកខ្ទេចខ្ទីអស់ហើយរត់ទៅអស់ហើយខាងរុស្ស៊ីនិយាយចឹងក៏ប៉ុន្តែខាងអ៊ុយក្រែនគាត់និយាយថាទាហានរបស់គាត់នៅលើទឹកដីខឺនៅឡើយទេអត់ទាន់បានចេញអស់ទេហើយឥឡូវនេះគឺឆ្លងចូលមកដល់តំបន់បេកូរូទៀតចុះតំបន់ខឺធ្លាប់ទទួលបទពិសោធន៍ធ្លាប់ទទួលមេរៀនមកហើយតើហេតុអីបានតំបន់បេកូរូនេះនៅតែទទួលបានមេរៀននឹងដដែលមិនព្រមការពារឲ្យជាប់ទៅបាទនេះគឺជាអ្វីដែលគេធ្វើការសន្និដ្ឋានបាទលោក Zelensky គាត់បានពមៀនថាលោកពូទីនកំពុងតែរៀបចំការវាយប្រហារថ្មីនៅទីខែរដូវនេះបាទអញ្ចឹងមានន័យថានៅរដូវផ្ការីកនេះគឺលោកពូទីននេះនឹងរៀបចំវាយទៅដល់អ៊ុយក្រែនមកប្រាវទៀតហើយអញ្ចឹងនៅក្នុងរដូវផ្ការីកនេះគឺចាប់ពីពេលណាដល់ពេលណាគឺចាប់ពីខែ3រហូតដល់ខែ5នេះអញ្ចឹងចាំបាច់អ៊ុយក្រែនត្រូវតែប្រយ័ត្នខ្លួនពីខែ3ទៅដល់ខែ5នេះឥឡូវនេះខែ4ទៅហើយអញ្ចឹងបើខែ3មិនបានវាយវាអាចច្បាស់ជាវាយនៅក្នុងខែ4បើខែ4មិនវាយក៏វាអាចនឹងលើកទៅវាយនៅក្នុងខែ5អញ្ចឹងអ៊ុយក្រែនអត់អាចប្រហែសបានទេត្រូវតែរងចាំទទួលរុស្ស៊ីដោយស្វាគមន៍ហ្នឹងគឺបែបដូច្នេះណាដោយផ្ដោតទៅលើតំបន់ភាគខាងជើងនិងភាគឦសានរបស់អ៊ុយក្រែនអញ្ចឹងរុស្ស៊ីអាចជាវាយគឺនឹងវាយទៅដល់ភាគខាងជើងតំបន់ស៊ូមីអញ្ចឹងទៅហើយនឹងវាយទៅដល់ភាគឦសានរបស់អ៊ុយក្រែនគឺនៅលើតំបន់ខាគីវអញ្ចឹងទៅភាគឦសានគឺខាងជើងឈាមខាងកើតហ្នឹងគឺមានភាគឦសានហើយបាទលោកបានកត់សម្គាល់ថាការវាយលោកនេះនឹងត្រូវបានពន្យាពេលអស់រយៈពេល5ខែដែលមួយផ្នែកដោយសារតែការលុកលុយរបស់គីវហើយនឹងតំបន់ខឺសរបស់រុស្ស៊ីដែលជាប់ព្រំដែនជាមួយនឹងគ្នាអញ្ចឹងការវាយតាមពិតរុស្ស៊ីគាត់ត្រូវវាយយូរហើយមិនមែននឹងវាយនៅក្នុងទីខែរដូវនេះទេនេះទីខែរដូវនេះគឺជារដូវផ្ការីកនេះដែលរុស្ស៊ីនឹងវាយក៏ប៉ុន្តែតាមពិតទៅបើនិយាយតាមគម្រោងគឺនឹងវាយតាំងពី5ខែមុន6ខែមុនឯនោះប៉ុន្តែដោយសារអីបានមិនបានវាយដោយសារអ៊ុយក្រែននេះគឺគាត់ចូលកាន់កាប់នៅក្នុងតំបន់ខឺសគាត់វាយមុនវាយចូលទៅក្នុងតំបន់ខឺសមុនបើមិនបានវាយចូលទៅក្នុងតំបន់ខឺសទេដែលធ្វើឲ្យកងកម្លាំងរុស្ស៊ីត្រូវបានចែករំលែកជាច្រើនកន្លែងជាច្រើនគោលដៅនេះទេអញ្ចឹងរុស្ស៊ីនឹងផ្ដួលបាទ
រួមគ្នាតាមមួយកន្លែងហើយអាចវាយយកតាំងពី4 5 ខែមុនហ្នឹងគឺវាយយកការគៀវក៏មិនដឹងវាយយកស៊ុំមីក៏មិនដឹងក៏ប៉ុន្តែឥឡូវនេះបើនៅក្នុងតំបន់ខឺមិនសូវមានទាហានរបស់អ៊ុយក្រែនប្រមាណទេទ័ពរុស្ស៊ីនឹងប្រមូលគ្នាអាចជាវាយនៅក្នុងស៊ុំមីហើយនឹងការគៀវទៀតអញ្ចឹងហើយបានអ៊ុយក្រែនគាត់ដឹងគោលការណ៍នេះមុនគាត់ត្រូវវាយចូលទៅក្នុងតំបន់បេលកូរូតឲ្យបានមុនចូលកាន់កាប់នៅក្នុងតំបន់បេលកូរូតឲ្យបានមុនអញ្ចឹងធ្វើឲ្យទាហានរបស់រុស្ស៊ីមួយចំនួនក៏ត្រូវបានយកទៅផ្ដោតឬក៏ការពារកងកម្លាំងឬក៏ទឹកដីរបស់ខ្លួននៅលើតំបន់បេលកូរូតនេះដែរនេះអ្វីដែលលោកសេលិនស្គីគាត់បញ្ជាក់លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹង Le Figaro ដែលផ្សាយកាលពីថ្ងៃទី26 ខែមីនាថាយើងត្រូវតែមើលស្ថានភាពដោយភ្នែកធំមានន័យថាបើកភ្នែកឲ្យធំដើម្បីមើលស្ថានភាពលោកពូទីនកំពុងតែរៀបចំវាយលោកថ្មីមួយទៀតជាពិសេសគឺនៅក្នុងតំបន់ស៊ូមីនិងតំបន់កាគីវខ្ញុំអាចបញ្ជាក់ថាលោកពូទីនកំពុងតែព្យាយាមរកពេលវេលានិងកំពុងតែរៀបចំសម្រុកនៃការវាយប្រហារនៅក្នុងទីខែរដូវគឺរដូវផ្ការីកនេះហើយយើងឃើញថាការត្រៀមខ្លួនរបស់គាត់សម្រាប់ប្រតិបត្តិការនៅខាងមុខនេះគឺមាននឹងភ្នែកហើយគឺអ៊ុយក្រែនបានដឹងច្បាស់ណាស់បើមិនចឹងទេអ៊ុយក្រែនបើអត់មានអនុក្នុងឬក៏អ្នកស៊ើបការឬក៏ចារកម្មរបស់គាត់នៅក្នុងជួរកងទ័ពរបស់រុស្ស៊ីទេគឺរុស្ស៊ីវាយខ្ទេចស្អីក៏អ៊ុយក្រែនអត់ដឹងដែរតែគុំតែបានអនុក្នុងឬក៏ចារកម្មរបស់អ៊ុយក្រែនល្អនេះហើយឬក៏ជាចារកម្មមួយដែលអាមេរិកទិញឲ្យឬក៏អង់គ្លេសទិញឲ្យនេះហើយបានអ៊ុយក្រែនដឹងមុនចេះការពារបានមុនបានច្រើនកុំអីហ្នឹងខ្ទេចបាទពីព្រោះថាកាលពីសង្គ្រាមលោកលើកដំបូងភ្លាមនោះមានតែយន្តហោះទេមកយកលោកសេលិនស្គីនិងគ្រួសាររបស់លោកសេលិនស្គីនេះឲ្យទៅទីក្រុងឡុងលោកសេលិនស្គីគាត់ថាគាត់អត់ទៅទេហើយមកយកគាត់ទៀតឲ្យទៅអាមេរិកក៏លោកសេលិនស្គីគាត់ថាគាត់អត់ទៅដែរព្រោះទឹកដីរបស់គាត់នៅឯអ៊ុយក្រែននេះមិនមែននៅទីក្រុងឡុងក៏មិនមែននៅសហរដ្ឋអាមេរិកដែរអញ្ចឹងបានជាចាប់ផ្ដើមវាយប្រៅអ្វីដែលលោកសេលិនស្គីទាគឺគាត់ទារកតាអាវុធតែលាក់តាអាវុធមកសម្ព័ន្ធមិត្តទាំងអស់ហ្នឹងគឺតែលាក់អាវុធមកកុំយកយន្តហោះមកយកគាត់សុំយកយន្តហោះដឹកអាវុធមកវិញដើម្បីឲ្យគាត់ទប់ទល់អាហ្នឹងចឹងណាអូនណាអញ្ចឹងឃើញគេដឹងហើយថារុស្ស៊ីនឹងវាយអញ្ចឹងគេមកយកសេលិនស្គីទៅគាត់អត់ទៅគេដឹងទៀតថារុស្ស៊ីឥឡូវច្រឡប់ទ័ពមកអស់ហើយណាមកដាក់ព្រំដែនអស់ហើយឲ្យចាក់ចេញគាត់ថាគាត់អត់ទៅទៀតចាំរហូតទៅដល់វាយប្រាវទៅបានគាត់ទាយកអាវុធយកមកព្រោះគាត់មិនដឹងថាឬក៏មិននឹកស្មានថារុស្ស៊ីនឹងវាយមែនយ៉ាងដូចនេះគាត់អត់ជឿទៅលើចារកម្មរបស់បរទេសក៏ដូចជាអត់ជឿទៅលើចារកម្មរបស់សម្ព័ន្ធមិត្តរបស់គាត់បាទនេះគឺជារឿងមួយដែលបានកើតឡើងឥឡូវនេះគឺគាត់ជឿហើយចារកម្មទាំងអស់នោះគឺគាត់នៅតែប្រើចឹងទៅបើអត់មានចារកម្មទេអស់លោកអ្នកណាឥឡូវថ្មីនេះអត់ចាំបាច់ទៅឧទាហរណ៍ស្ថានភាពវែងឆ្ងាយទេគឺស្ថានភាពថ្មីនេះដែលចាប់បានកងទ័ពជនជាតិចិនចំនួន2នាក់នេះអ្វីទាំងអស់នៅពេលដែលលោកសេលិនស្គីគាត់និយាយអាមេរិកថារំខានណាយករឿងអត់មានរឿងជាក់ស្ដែងយកមកនិយាយអង់គ្លេសក៏មិនទាន់បានស៊ើបបានច្បាស់ហើយម្យ៉ាងវិញទៀតចិនក៏គេប្រកែកដែរថាជារឿងមួយដែលវាមិនមានមូលដ្ឋាននៅក្នុងការចោទប្រកាន់ទៅដល់ចិនតែដល់ពេលលោកសេលិនស្គីគាត់ថាមានទាំងតារាងឈ្មោះ155នាក់មានទាំងប៉ាសពតជនជាតិចិន155ប៉ាសពតគាត់ដាក់បង្ហាញឲ្យមើលចឹងថាតើមែនឬក៏មិនជនជាតិចិនទាំងអស់ហ្នឹងនៅក្នុងរុស្ស៊ីឬក៏នៅឯប្រទេសចិនដល់ពេលចារកម្មបង្ហាញឲ្យគាត់ច្បាស់ឥឡូវចិនក៏ស្ងាត់មាត់អាមេរិកក៏អត់មាត់តទៅទៀតដែរហើយអ្វីដែលជាចំណាប់អារម្មណ៍ដល់ការខមមិនរបស់អស់លោកមិនរូបដែលគាត់ខមមិនថាជនជាតិចិននេះនៅពាសពេញពិភពលោកគាត់និយាយចឹងណាជនជាតិចិននៅពាសពេញពិភពលោកមិនអាចចោទជនជាតិចិនថារដ្ឋាភិបាលរបស់ចិននេះបញ្ជូនឲ្យទៅធ្វើសង្គ្រាមជួយរុស្ស៊ីដើម្បីមកវាយអ៊ុយក្រែនបានទេព្រោះជនជាតិចិនដើរពេញពិភពលោកអស់លោកអ្នកដើរបានក៏ប៉ុន្តែប៉ាសពតអស់លោកអ្នកនឹងដឹងហើយថាវាយចេញពីកន្លែងណាវាយចូលនៅកន្លែងណារឿងដើរបានមិនមែនគាត់ថាគាត់វាយចេញពីប្រទេសចិនហើយវាយចូលទៅដល់រុស្ស៊ីកន្លែងហ្នឹងគឺគេអាចដឹងបាត់ហើយថាគាត់ចេញពីទៅណាអញ្ចឹងរឿងប៉ាសពតមួយអ្នកឯងបាច់ចាំនិយាយទេខ្វះអីជនជាតិចិនមកកណោនៅពេញផ្សារប៉ុន្តែពួកគាត់មិនបានវាយប៉ាសពតចេញពីផ្សារទៅដល់រុស្ស៊ីណាគឺគាត់វាយចេញពីប្រទេសចិនទៅដល់រុស្ស៊ីតែកន្លែងហ្នឹងហើយដែលប្រកែកមួយគេអត់កើតណាលោកណាអញ្ចឹងអ្វីដែលអស់លោកបានសរសេរយ៉ាងដូចនេះ
ក៏ជារឿងមួយល្អដែរក៏ប៉ុន្តែมันអាចទៅទាន់នៃការស៊ើបអង្កេតរបស់ចារកម្មរបស់អ៊ុយក្រែនបានទេបាទអស់លោកអញ្ចឹងនៅក្នុងអត្ថបទនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះហើយខ្ញុំសង្ឃឹមថាអស់លោកអ្នកនឹងទទួលយល់នៅរឿងដែលវីដេអូ